យូយូសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះខ្ញុំចង់ធ្វើបង្ហាញអំពីការនិយាយអំពីសាច់សម្រាយរឿងសាច់រឿងមួយដែលទឹកសាច់ចាក់បញ្ចាំងហ្នឹងគឺរឿង The First Jasmine ឬហៅថា Molly ហើយរឿងនេះនិយាយអំពីជីវិតរបស់មន្ត្រីម្នាក់ដែលមានឈ្មោះថា Liv នាងគឺជានារីដែលមានភាពវៃឆ្លាតម្នាក់ហើយត្រូវបានធៀបការជាមួយនឹងព្រះអង្គម្ចាស់ឈ្មោះថាមូសេយ៉ាដែលគេគ្នាគិតថាគាត់គឺជាព្រះអង្គម្ចាស់ដែលពិការប៉ុន្តែនៅពីក្រោយការពិការរបស់គាត់ហ្នឹងគឺមានរឿងរ៉ាវជាច្រើនរបស់តួអង្គប្រុសយើងដូចគ្នាហើយពួកគាត់ទាំងពីរនាក់គឺបានរៀបការជាមួយគ្នាអញ្ចឹងចង់ដឹងថាតើនៅក្រៅការរៀបការរបស់ពួកគាត់រវាងលីយីជាមួយនឹងព្រះអង្គម្ចាស់មូសេយ៉ានឹងអាចយកឈ្នះបោះសត្រូវរបស់គាត់ហើយការពារអាណាចក្ររបស់គាត់ឬក៏រីករាំងរបស់គាត់បានដែរឬអត់អញ្ចឹងចង់ដឹងចម្លើយទាំងអស់គ្នាយើងកុំភ្លេចតាមដានរឿង The First Jasmine ជាមួយយើងទាំងអស់គ្នាបាយបាយ